ចឹងបន្តអត្ថកថាបបរតជាតិដកទី7ព្រះសម្មាសម្ពុទ្ធគង់នៅវត្តចេតពុនក៏ទ្រង់ប្រពភិក្ខុអ្នកអបសុកមួយរូបទៀតភិក្ខុតែអបសុកគឺចង់សឹកហើយក្រងស្បៃជីវរនឹងដូចជាធ្ងន់ណាស់លែងចង់ក្រងចឹងណាដោយពាក្យផ្ដើមថាអ្នកយិទាំងទុក្ខំអនុទុក្ខំដូច្នេះជាដើមសេចក្តីសង្ខេបថាភិក្ខុនោះកាលព្រះដ៏មានប្រភេទទ្រង់ត្រាស់សួរថាមនាលភិក្ខុបានឮថាអ្នកអបសុកចង់សឹកពិតមែនឬក៏ក្រាបទូលថាបពុតព្រះដ៏មានប្រភេទខ្ញុំព្រះអង្គអបសុកចង់សឹកពិតមែនទ្រង់ត្រាស់សួរទៀតថាអ្នកអបសុកព្រោះរឿងអ្វីភិក្ខុនោះក្រាបទូលថាព្រោះភរិយាចាស់របស់ខ្ញុំព្រះអង្គហើយក៏ក្រាបទូលទៅថាបពុតព្រះអង្គដ៏ចម្រើនស្ត្រីនោះមានថ្វីដៃធ្វើម្ហូបឆ្ងាញ់ចង់សឹកព្រោះនឹកប្រពន្ធធ្វើម្ហូបឆ្ងាញ់ខ្ញុំព្រះអង្គមិនអាចអត់នាងបានទេគ្រានោះព្រះបរមសាស្តាក៏ទ្រង់ត្រាស់នឹងភិក្ខុនោះថាមនាភិក្ខុស្ត្រីនេះធ្វើសេចក្តីវិន័យឲ្យដល់អ្នកមិនមែនតែពេលឥឡូវនេះទេចាសូម្បីកាលមុនស្ត្រីនេះជាហេតុអ្នកត្រូវដោតដោយឈើអណ្ដាតសោកសៅស្រែកយំរកតែនាងប៉ុណ្ណោះលុះស្លាប់ហើយទៅកើតក្នុងនរកពេលនេះព្រោះហេតុនេះអ្នកនៅតែប្រាថ្នាចង់បានស្រីនោះទៀតលុះត្រាស់ដូច្នេះហើយទើបទ្រង់នាំយករឿងអតីតនិទានមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីឃើញចំណែកយើងអត់ដឹងទេយើងគិតតែយំគិតតែសោកប៉ុន្តែធាតុពិតនាងនឹងពីមុនធ្វើឲ្យកើតទុកចិត្តស្លាប់ដោយសារនាងនឹងឯងឥឡូវអត់ដឹងប៉ុន្តែព្រះដ៏មានប្រភេទទ្រង់ត្រាស់សម្ដែងដើម្បីឲ្យបាត់សោយសោកគ្រានោះក្នុងនគរពារាណសីមានមហោស្រពចាពាក់កណ្ដាលខែកដឹកមនុស្សម្នាក៏នាំគ្នាតាក់តែងនគរយ៉ាងស្អាតដូចជាទេវនគរមនុស្សទាំងឡាយប្រាថ្នានឹងលេងមហោស្រពប៉ុន្តែអ្នកក្រម្នាក់មានសម្ពុតសាច់ចិត្តតែមួយគូប៉ុណ្ណោះបរោះនោះយកមកបោកគូឲ្យស្អាតបោកខ្លាំងពេកទៅក៏ដាច់ជាចម្រៀករាប់រយពាន់ចម្រៀកចឹងទៅពេលនោះភរិយារបស់បរោះនោះនិយាយនឹងបរោះនោះថាបពុតអ្នកជាម្ចាស់ខ្ញុំចង់ស្លៀកសម្ពុតដែលជ្រលក់ដោយទឹកផ្កាដកគំមួយផ្ទាំងដណ្ដប់មួយផ្ទាំងគិកលោកដើរលេងរហូតយប់ទល់ភ្លឺតែម្ដងនឹកចង់ចឹងបរោះនោះក៏ពោលថានេះនាងដ៏ចម្រើនយើងក្រយើងមានសម្ពុតជ្រលក់ដោយផ្កាដកគំពីណាមកនាងជួយស្លៀកដណ្ដប់សម្ពុតមួយផ្ទាំងនេះហើយក៏ទៅដើរលេងចុះនាងពោលថាការបានមិនបានសម្ពុតជ្រលក់ដោយផ្កាដកគំទេខ្ញុំនឹងមិនទៅលេងបុណ្យមហោស្រពទេអ្នកនាំស្ត្រីដតីទៅលេងជាមួយទៅបរោះនោះពោលថាណែនាងដ៏ចម្រើនហេតុអីក៏នាងបង្ខំខ្ញុំខ្លាំងម្លេះយើងនឹងបានសម្ពុតនោះអំពីទីណាបើយើងក្រយ៉ាងនេះនោះចានាងពោលថាការសេចក្តីប្រាថ្នារបស់កូនប្រុសមានការប្រាថ្នានោះមិនសម្រេចដូចជានាងពោលថាខ្ញុំចង់បានកូនប្រុសចង់កើតកូនប្រុសមួយហើយទៅមានមកពីណាបើមិនដឹងថាស្រីឬប្រុសយ៉ាងណាមិញនាងប្រាថ្នាសម្ពុតជ្រលក់ដោយផ្កាដកគំថ្មីយើងក្រយ៉ាងនេះទៅមានពីណាមកផលិតអីចេញចឹងណាចឹងវាមិនសម្រេចដល់ការប្រាថ្នារបស់នាងមិនមានឡើយផ្កាដកគំក្នុងចំការរបស់ព្រះរាជាមានច្រើនមិនមែនឬនាងចង់ទៅធ្វើម៉េចឲ្យយើងទៅចូលឧសៀនហ្នឹងគេមិនចាប់ទេឬបរោះនោះពោលថាណែនាងដ៏ចម្រើនទីនោះមានការការពាររឹងថ្អឹងណាដោយស្រះបោកករណីដែលអរិយទឹករក្សាដូចនេះណាយើងមិនអាចចូលទៅចិត្តបានទេនាងកុំពេញចិត្តនឹងសម្ពុតនោះអីចូលត្រេកអរតាមមានតាមបានត្រឹមប៉ុណ្ណឹងចុះនាងពោលថាបពុតអ្នកជាម្ចាស់កាលភាពងងឹតមានយាម
រតិកាលធម្មតាទីដែលកូនប្រុសប្រាថ្នានឹងទៅមិនបានគឺមិនមានឡើយធម្មតាភាពជាបុរសត្រូវតែក្លាហានកុំខ្លាចបញ្យុប្តីទេវតាអ្នកត្រាច់នៅក្នុងអាកាសមួយអង្គឃើញភ័យក្នុងអនាគតរបស់ទុរគតបុរសនឹងឃើញភ័យណាក៏ជួយហាមឃាត់ថាកុំទៅអ្នកនឹងមានគ្រោះថ្នាក់ហើយទេវតាចុះមកបណ្ដាលចិត្តឲ្យមកប្រាប់ទៀតតែនាងជាភរិយានឹងអត់ព្រមទេអុកការនាងនិយាយរំអុករឿយយ៉ាងនេះទុរគតបុរសក៏ជឿសម្ដីនាងទៅឲ្យក្លាហានឡើងធ្វើជាប្រុសខ្លាចអីប៉ុណ្ណឹងបើប្រពន្ធខ្លួនឯងមានតែមួយហ្នឹងបែបតំណងនិយាយចឹងធ្វើមិនឲ្យតែហ៊ានណាដោយអំណាចនៃកិលេសការលួងលោមនាងណែនាងដល់ចម្រើនចឹងនាងកុំយំនាងកុំកើតទុកអីនៅជាសុខចុះកុំគិតអ្វីឡើយចឹងបងនឹងទៅលុះដល់ពេលយប់អាត្រាតក៏បដូរជីវិតចេញចាក់នគរទៅកាន់ចំការផ្កាដកគំរបស់ព្រះរាជាឡើងរបងចូលទៅក្នុងចំការពួកអ្នកចាំចំការឮសូរសំឡេងឡើងរបងម្នាក់ក៏ស្រែកថាចៅហើយក៏ពាត់ចាប់បាននាំគ្នាជេរស្ដីរួចចងទុកមួយកន្លែងលុះភ្លឺឡើងក៏នាំទៅថ្វាយព្រះរាជាត្រាស់ថាអ្នកទាំងឡាយចូលនាំបុរសនេះទៅដោតនឹងឈើអណ្ដោតចុះនឹងទារុណកម្មពីដើមឡើយយកទៅដោតអណ្ដោតឈឺទៀតស្ទើរស្លាប់មិនឈឺណាវាមិនតន់ស្លាប់ភ្លាមទេណាទៅដោតអណ្ដោតស្រួចឲ្យនៅឆ្កឹងអញ្ចឹងយើងគិតមើលរាជបុរសក៏ចង់ស្លាប់ផ្សេងបុរសនោះរួចនាំចេញទៅក្រៅក្រុងដោយមានទាំងវាយស្គរប្រកាសទោសប្រហារជីវិតតាមទៅជាមួយហើយយកទៅដោតនៅលើឈើអណ្ដោតនឹងបរោះនោះក៏សោយទុក្ខវេទនាយ៉ាងខ្លាំងវងក្អែកនាំគ្នាមកទុំលើក្បាលចឹកភ្នែកដោយចម្ពុះដ៏មុតដូចចុងដុកកាត់បរោះនោះមិនបានយកចិត្តទុកដាក់ចំពោះមហាទុក្ខដល់ម្លេះនៅតែគិតដល់ស្ត្រីនោះប៉ុណ្ណោះបរោះនោះគិតថាអញខានបានឱកាសដើរមើលមហោស្រពប្រចាំខែកដឹកជាមួយនឹងនាងដែលដណ្ដាប់សម្ពុតជ្រលក់ដោយផ្កាដកគំហើយប្រើដល់ដៃទាំងពីរអោបក្រសោបគៀកគ្នានឹកពេលហ្នឹងនឹកអនុស្សាវរីយ៍បបានហ្នឹងគិតទៅសេចក្តីចោទជំពាក់ឲ្យខ្លួនឯងទារុណកម្មចិត្តស្លាប់ហើយហ្នឹងណាចាហើយក៏ពោលគាថាអ្នកយិទាំងទុក្ខាំងអនុទុក្ខាំងយ៉ាងម៉ាំងទុតិតិវាយសោយ៉ាងសមាបបរតេនេកតិកាំងនីនុកោសតិតិក្អែកចោះអញដោយហេតុណាហេតុនោះមិនជាទុកប៉ុន្មានទេសេចក្តីទុកនោះក៏មិនមានដល់យើងឡើយទុកមានដល់យើងត្រង់ដែលភរិយាឈ្មោះសាមាមិនបានស្លៀកដណ្ដាប់សម្ពុតដៃជ្រលក់ដោយទឹកដកគំដើរមើលមហោស្រពក្នុងខែកដឹកជាមួយគ្នាប៉ុណ្ណឹងណាវាដល់ប៉ុណ្ណឹងគឺក្តីស្រឡាញ់ណាទៀតទុកផ្លូវកាយផ្លូវចិត្តត្រូវចាក់ដោយដៃស្រួចជាបច្ច័យនេះក្តីទុកដែលត្រូវក្អែកចិត្តដោយចម្ពុះស្រួចដូចជាលោហៈក្តីសំបីទាំងអស់នេះក៏មិនមែនជាទុករបស់មហាវិនាសឲ្យកើតឡើងបានយ៉ាងនេះធម្មតាកិលេសនេះប្រៀបដូចជាថ្នាំពុលដ៏សាហាវនិងប្រៀបដូចជាបុកដែលមានស្បែកបោកហើយតែងហូរមកនៃខ្ទុះជានិច្ចប្រៀបបាននឹងអសេរពឹសប្រហែលនឹងភ្លើងដែលកើតអំពីអសន្និបាតមិនគួរឡើយនិយមត្រេកអរគួរតែរង្គៀសដោយកម្លាំងនៃការពិចារណាប្រធមបដៅដោយកម្លាំងនៃភាវនាក្នុងគណៈដែលកើតគួរលះបង់ចោលដោយការដែលកិលេសទាំងនោះនឹងស្ទុះទៅមិនទាន់តាំងនៅក្នុងហរតីត្រឹមតែបន្តិចដោយដំណក់ទឹករមៀលធ្លាក់អំពីស្លឹកឈូកយ៉ាងណាសេចក្តីនោះក៏ដូចនេះដែរដើម្បីសូម្បីបណ្ឌិតក្នុងកាលមុនក៏ទេសដៀតកិលេសសូម្បីមានប្រមាណតិចក្របសង្កត់កិលេសនោះមិនឲ្យកើតឡើងខាងក្នុងសន្តានបានទៀតដូចនេះលុះទ្រង់សម្ដែងដូច្នេះហើយទើបទ្រង់នាំយករឿងក្នុងអតីតមកសម្ដែងដូចតទៅនេះថាក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី
ព្រះពោធិសត្វបដិសន្ធិកើតជាចចរស់នៅលើស្ទឹងនៃចិត្តព្រៃហ្នឹងវាចិត្តស្ទឹងណាគ្រានោះមានដំរីចាស់មួយដួលស្លាប់នៅលើមាត់ទន្លេគង្គាចចចេញរកចំណីក៏ជួបសាកសពដំរីនោះក៏គិតថាចំណីដ៏ធំកើតឡើងដល់អញហើយទើបចិត្តចាសាកសពដំរីនោះខំប្រម៉ោយក៏ដូចជាខំដងនាងគាល់គិតថាត្រង់នេះក៏មិនគួរស៊ីទើបខំភ្លុកទាំងពីរក៏ដូចជាខំសសរខំត្រចៀកក៏ដូចជាខំកណ្ដាប់ចង្អេរខំពោះក៏ដូចជាខំជំរុកស្រូវហ្នឹងហើយទៀតរឿងរ៉ាវច្រើននៃសត្វលោកដែលមានសភាពដែលមិនដឹងខំជើងដូចជាខំចំត្បាល់ខំកន្ទុយដូចជាខំចំអង្រែចចក៏គិតថាសំបីត្រង់នេះក៏មិនគួរស៊ីដែរកាលមិនបានទទួលការពេញចិត្តក្នុងអវយវៈទាំងពួងក៏ខំត្រង់វច្ចមៈដូចជាខំនំទុនចចគិតថាពេលនេះអញបានទីដែលគួរស៊ីក្នុងសរីរៈនេះហើយខំទៅខំតែវច្ចមៈនោះអានឹងបើយើងនិយាយឲ្យចំទៅបើសិនជាគេហៅថាខំប្រដាប់ភេទណាចាហ្នឹងហើយចូលទៅដល់ពោះស៊ីថ្លើមនឹងបេះដូងជាដើមចាខំតាមហ្នឹងក៏ត្បុលចូលទៅពេលស្រេកទឹកក៏ផឹកទឹកឈាមពេលចង់ដេកក៏ដេកក្នុងផ្ទៃក្នុងពោះហ្នឹងហ្មងទ្របដេកពេលនោះចចក៏មានបរិវិតកៈថាសាកសពដំរីនេះដូចជាផ្ទះរបស់អញហើយព្រោះជាទីនៅយ៉ាងសប្បាយពេលចង់ស៊ីក៏មានសាច់ស៊ីគ្រប់គ្រាន់ពេលនេះអញនឹងទៅទីដតីធ្វើអ្វីទើបមិនព្រមទៅកាន់ទីដតីទៀតនៅតែស៊ីសាច់ក្នុងពោះដំរីតែមួយកន្លែងលុះវេលាកន្លងទៅរហូតរដូវប្រាំងសាក់សពដំរីក៏រួញខ្លួនស្វិតស្ងួតដោយខ្យល់នឹងត្រូវពន្លឺព្រះអាទិត្យដិតរោលប្រហោងដែលចចកចិញ្ចោស្រាប់តែបិទចិត្តអស់ខាងក្នុងពោះក៏ងងឹតឈឹងប្រកាសដល់ចចកនោះដូចនៅក្នុងរណ្ដៅនរកដូចនេះសាក់សពដំរីស្ងួតសំបីសាច់ជាដើមក៏ស្ងួតអស់ដែរហើយឈាមក៏ស្ងួតអស់ចចកមិនមានផ្លូវចេញក៏កើតការខ្លាចជ្រុលច្រកទៅខំខាងនេះទៅខំខាងនោះខ្វាយខ្វល់រកផ្លូវចេញការចចកនៅជាប់ក្នុងពោះដំរីយ៉ាងនេះក៏ដូចជាដុំម្សៅនៅក្នុងឆ្នាំងបាយដូចនេះកន្លងពី3ថ្ងៃភ្លៀងធ្លាក់ធំមួយមេកាលសាក់សពដំរីនោះជោគទៅដោយទឹកភ្លៀងក៏ហើមប៉ោងឡើងរហូតមានសន្តានដូចដើមទ្វារលាមកក៏របើកប្រកាសដូចជាដួងតារាចចកឃើញប្រហោងនោះក៏គិតថាពេលនេះអញបានចេញរួចខ្លួនហើយដើរថយក្រោយរហូតដល់ក្បាលដំរីរត់ពេញទំហឹងយកក្បាលរុញទ្វារលាមកចេញទៅបានព្រោះថារាងកាយរបស់ចចកនោះក៏ស្គមស្គាំងរោមទាំងអស់ក៏ជាប់នៅក្នុងទ្វារលាមកនោះឯងចចកមានចិត្តសង្វេគដោយរាងកាយដែលអត់មានរោមដូចដើមត្នោតរត់ទៅបានបន្តិចត្រឡប់ទៅអង្គុយសម្លឹងមើលសរីរៈដោយសង្វេគហើយគិតថាទុករបស់អញនេះវត្ថុដតីមិនបានធ្វើឲ្យឡើយប៉ុន្តែព្រោះតែសេចក្តីលោភជាហេតុព្រោះសេចក្តីលោភជាបច្ច័យអញអាស្រ័យសេចក្តីលោភៈបង្កទុកនេះដោយខ្លួនឯងចាប់ពីពេលនេះតទៅអញនឹងមិនព្រមលុះក្នុងអំណាចនៃសេចក្តីលោភទៀតទេដែលឈ្មោះថាសាក់សពដំរីអញនឹងមិនចូលទៅទៀតឡើយដូច្នេះហើយទើបពោលគាថានេះនីហੰពុណាំងអ្នកចពុណាំងអ្នកបាបិអពុណពុណាំងអដ្ឋិចោនថឹងបវេខាមិតថាហេយៈចន្តិតោតិយើងនឹងមិនចូលកាន់ពោះដំរីទៀតទេយើងនឹងមិនចូលទៅកាន់ពោះដំរីទៀតយើងនឹងមិនចូលកាន់ពោះដំរីញយថាហើយថាទៀតទេយើងព្រោះយើងត្រូវភ័យគំរាមដូចនេះគាថាទាំងអស់នេះមានអធិប្បាយដូចនេះថាចា
ចឹងការសិក្សាប្រសូតនេះបានដល់កតិពិចារណាក្នុងជីវិតរស់នៅរបស់យើងបាននេះអញមិនចូលទៅទីទេរៀងហើយបានដល់អញមិនចូលទៅកាន់ដំរីទីទេទិញហើយទិញទៀតព្រោះហេតុអ្វីព្រោះថាពេលនៅក្នុងពោះដំរីត្រូវភ័យគំរាមស្ទើរស្លាប់ព្រោះអញត្រូវភ័យការចូលទៅពោះដំរីគំរាមទៅស្លាប់គឺត្រូវដល់នៃការតក់ស្លុតព្រោះខ្លាចស្លាប់ចកនោះលោកពោលយ៉ាងនេះហើយក៏ជៀសចេញអំពីនោះមួយរំពេចសរីរៈដំរីនោះក៏ជាសរីរៈដតីចកនោះក៏មិនងាកក្រោយសម្លឹងមើលវិញឡើយបន្ទាប់មកនោះចកនោះក៏មិនលុះក្នុងអំណាចសេចក្តីលោភៈទៀតឡើយព្រះបរមសាស្តាលុះទ្រង់នាំយកព្រះធម៌ទេសនានេះមកហើយទើបទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយធម្មតាកិលេសដែលកើតឡើងខាងក្នុងមិនត្រូវឲ្យកពូនបានគួរក្របសង្កត់នៅពេលនោះភ្លាមណាហើយទ្រង់ប្រកាសសច្ចៈទាំងឡាយពេលចាប់សច្ចៈភិក្ខុទាំង500រូបក៏បានសម្រេចអរហត្តផលទានចាភិក្ខុដ៏សេះពួកខ្លះក៏បានសម្រេចជាព្រះសោតាបានពួកខ្លះក៏បានជាព្រះសក្តិគាមីពួកខ្លះក៏បានជាព្រះអនាគាមីព្រះបរមសាស្តាត្រាស់ថាក្នុងការនោះសង្គាលកៈចចកគឺតថាគតនេះឯង